និយាយពីដំណាំខែប្រាំងខុសពីខែភ្លៀងដាច់តែម្ដងខែប្រាំងក្តៅហួតហែងនិយាយពីដាំដំណាំមានអារម្មណ៍ថាក្រធំមែនទែនប៉ុន្តែនៅពេលដែលខែភ្លៀងចេះបងប្អូនអើយនិយាយពីថាដំណាំឲ្យតែចេញផ្លែហើយគឺធំលឿនដូចគេផ្លុំតែម្ដងតែឧបសគ្គមួយចំពោះខែភ្លៀងនេះសម្រាប់ខ្ញុំគឺស្មៅនិយាយពីស្មៅដុះលឿនខ្លាំងមែនទែននិយាយទៅបើសិនជាយើងដកអាមុខអាក្រោយដុះវិញបាត់និយាយទៅដកឆ្លាស់ទៅឆ្លាស់មកអញ្ចឹងឯងហើយបើសិនជាយើងអត់ដកទេដំណាំរបស់យើងក៏លូតលាស់អត់បានល្អដែរវារួបដំណាំរបស់យើងអញ្ចឹងណាដោយសារឫសស្មៅគឺឫសវាធំធំហើយបើសិនជាយើងបន្តទុកវាគឺវារៀលកូនរៀលចៅលឿនខ្លាំងមែនទែនតែម្ដងហើយថ្ងៃហ្នឹងដែរគឺខ្ញុំមកសេរីផ្កានេះចេញហើយដោយសារមានអារម្មណ៍ថាវាដូចជាដុះច្រើនពេកហើយវាស្កាសគ្នាពេកអញ្ចឹងទៅវាបាត់សោភ័ណភាពភាពស្អាតរបស់វាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមរៀបចំកាត់វាហើយផ្កាចាស់ចាស់ហ្នឹងខ្ញុំកាត់ចោលខ្លះខ្លះអញ្ចឹងទៅដើម្បីឲ្យវាលាស់ផ្កាថ្មីមកឲ្យបានស្អាតបន្តទៀតព្រោះខ្ញុំខ្ជិលតន់ចង់ព្រោះបន្តចង់យកដើមចាស់ហ្នឹងប៉ុន្តែយើងកែច្នៃដើមចាស់ហ្នឹងឲ្យคล้ายទៅជាដើមថ្មីដើមផ្កានេះដុះឆ្អៀតគ្នាពេកខ្ញុំមានអារម្មណ៍ថាវាអត់ស្អាតសោះអញ្ចឹងហើយខ្ញុំចាប់ផ្ដើមដកដើមវាចេញខ្លះហើយតែមុនដកហ្នឹងស្ដាយផ្កាវាណាកាត់វាឲ្យបានមួយបាច់សិនកាត់បដារៀបបដាមានអារម្មណ៍ថាអីដូចស្អាតដល់ហើយណាផ្កានេះពេលដាក់ជុំគ្នាទាំងបាច់អញ្ចឹងមើលមកអីស្រស់បំប្រងមើលទៅលយមែនទែនវាមានផ្កាចម្រុះគ្នាមានពណ៌ក្រហមពណ៌ផ្កាឈូកហើយមានពណ៌លឿងមានពណ៌សអញ្ចឹងមើលទៅមួយបែបដែរបន្ទាប់ពីយើងរៀបចំដើមផ្កាឲ្យមានរបៀបរួចរាល់ហើយឥឡូវនេះយើងមករៀបចំដើមត្រប់វែងរបស់យើងវិញដោយសារតែដឹងហើយថាខែភ្លៀងគឺរុក្ខជាតិគឺលូតលាស់បានលឿនជាពិសេសស្លឹករបស់វាតែម្ដងពេលខ្ញុំដើរទៅបងប្អូនអើយស្លឹករបស់វាប៉ះជើងយើងល្មមហើយណាមួយខ្ញុំអត់ចូលចិត្តទុកស្លឹកវាឲ្យវាស្កាសច្រើនទេដោយសារពេលទុកស្លឹកច្រើនគឺវាអត់ប្រឹងផ្លែទេវាប្រឹងតែលម្អទៅលើស្លឹកអញ្ចឹងហើយខ្ញុំកាត់ចេញចាស្លឹកធំនេះខ្ញុំកាត់ចេញបដាអញ្ចឹងណាដើម្បីជួយទៅដល់ដើមត្រប់របស់យើងផងជាពិសេសជួយទៅដល់ផ្លែរបស់វាក្នុងការលូតលាស់ឲ្យបានល្អដូចគ្នាដែរបើនិយាយភាសាបច្ចេកទេសកសិកម្មគេថាតែងមេឃប៉ុន្តែខ្ញុំអត់ដែរបានប្រើពាក្យហ្នឹងសោះខ្ញុំដឹងតែកាត់ហើយខ្ញុំមើលទៅខ្ញុំកាត់បដាអញ្ចឹងណាចាស់គាត់ចំណាំនិយាយថាចេះចិញ្ចឹមគោមួយក៏រវល់មួយថ្ងៃចិញ្ចឹមគោ10ក៏រវល់មួយថ្ងៃដែរគាត់និយាយហ្នឹងត្រូវមែនចំការតូចគឺយើងត្រូវការចំណាយពេលវេលាទៅលើការថែទាំទៅលើដំណាំរបស់យើងដូចគ្នាដែរប៉ុន្តែគាត់ថាបើសិនបើយើងធ្វើលក្ខណៈធំអញ្ចឹងគឺយើងត្រូវការចាយពេលវេលារៀងច្រើនបន្តិចទៅលើការថែទាំបើនិយាយអំពីការដាំដុះនាពេលបច្ចុប្បន្នណារៀងស្រួលជាងមុនបន្តិចដែរដោយសារតែឥឡូវនេះតាក់ទងទៅនឹងប្រព័ន្ធទឹកអីផ្សេងអញ្ចឹងគឺយើងអត់ចាំបាច់រែកតុងណាការញឹមនៅតូចគឺយើងប្រើប្រាស់តុងរែកទឹកមិនរែកមិនធម្មតាបងប្អូនហើយបើសិនជាដាំច្រើនចំការធំអីទៀតណាគឺរែកទឹកប៉ោងស្មាតែម្ដងប៉ុន្តែឥឡូវគ្រាន់តែបើក្បាលម៉ូទ័រអីអញ្ចឹងទៅទឹកទៅដល់កន្លែងស្រោចដំណាំតែម្ដងប៉ុន្តែគាត់ថាតាក់ទងទៅនឹងការចំណាយក៏វាទៅតាមនឹងដែរហ្នឹងហើយអរគុណបងប្អូនអ្នកគ្នាសម្រាប់ការមើលវីដេអូជួបគ្នាវីដេអូក្រោយជម្រាបលា